ស្វាមីរបស់ខ្ញុំមិនមែនជាមនុស្សល្អឥតខ្ចោះទេជនកំពុងត្រូវបានគេរហែកចេញពីគ្នាហើយធំធាត់ឡើងប្តីឲ្យអ្នកត្រូវគេវាយស្លាប់ហើយស្វាមីឲ្យអ្នកបានទៅដល់ឋានទេពអប្សរហើយខ្ញុំហៀបនឹងស្លាប់ហើយតើខ្ញុំកំពុងនិយាយអ្វីខ្ញុំមិនបានស្លាប់ដោយសារជំងឺហឺតនៅផ្ទះរបស់ខ្ញុំទេឈៀវមូឡានគឺជាទេពធីតាខ្ញុំគ្រាន់តែបរាជ័យក្នុងការអានវាដោះស្រាយហើយអូព្រះជាម្ចាស់ឲ្យអ្នកបាននិយាយថាខ្ញុំអស្ចារ្យណាស់មែនទេត្រូវរន្ទះបាញ់តើអ្នកប្រកាសទេនារីស្រស់ស្អាតយើងមកដល់ហើយអ្នកមិនកំពុងសម្ដែងទេមែនទេពិភពលោកប្រសិនបើពិតជាមានព្រះនិងមនុស្សហំតាមែនពិតណាស់អ្នកកាលពីអតីតកាលរបស់ខ្ញុំយើងធ្លាប់ជាគូស្នេហ៍ខ្ញុំត្រូវបានលួចកិច្ចសន្យាដោយវត្តអារាមដូនតាមានតែពេលនោះទេទើបយើងអាចយល់បានយ៉ាងពិតប្រាកដអំពីសម្រស់នៃភាពជោគជ័យស្ត្រីនោះពិតជាមានអ្វីមួយខុសប្រក្រតីនៅក្នុងខួរក្បាលរបស់នាងពិបាកនឹងជឿថាមុខនិងសម្លៀកបំពាក់របស់អ្នកខ្វក់យ៉ាងនេះណាស់ដាវរត់ចេញពីមន្ទីរពេទ្យវិកលចារិកអ្នកបានចេញមកហើយបានឃើញវាអ្នកមិនមើលទៅខ្វក់តតែសោះស្អាតម្លេះធ្វើម៉េចខ្ញុំអាចក្លាយជាមនុស្សកំសាកបានបើអ្នកមិនចូលចិត្តស្ត្រូវរបស់អ្នកទេតើអ្នកនៅតែអាចតើអ្នកកំពុងយល់សប្តិឃើញអ្វីនាំខ្ញុំទៅលេងសាច់ញាតិអ្នកនិងខ្ញុំពិតជាធ្លាប់នៅក្នុងជាតិមុនរបស់យើងមែនពួកគេជាប្តីប្រពន្ធតើយើងពិតជាប្តីប្រពន្ធគ្នាមែនឬកាលពីជាតិមុនខ្ញុំជឿអ្នកប៉ុន្តែការរៀបការភ្លាមក៏វាប្រញាប់ពេកហើយប្រហែលជាយើងគួរតែតើគ្រប់ទីកន្លែងមានន័យដូចម្ដេចវាមានន័យថាស្គាល់គ្នាមួយរយៈជាមុនសិនចូលយើងរៀបការនៅពេលដែលយើងរួចរាល់យល់ព្រមទេអញ្ចឹងយើងជាមិត្តភក្តិនឹងគ្នាដូច្នេះខ្ញុំមិនអីទេយើងធ្លាប់ជាប្តីប្រពន្ធកាលពីជាតិមុនទុកជាមិត្តភាពក៏បានដែរសូម្បីតែវាមិនអីទេក្នុងការនៅតែប្រងើយកន្តើយអូវប្បធម៌របស់ក្រុមក្មេងទំនើងនេះពិតជាអស្ចារ្យមែនមានន័យជ្រៅណាស់ព្រះឲ្យតើមនុស្សហំតានិយាយអំពីសម្លៀកបំពាក់ទេខ្ញុំមានតម្លៃណាស់កាលពីអតីតកាលវានិយាយអំពីការមិននិយាយថាគឺស្លៀកសម្លៀកបំពាក់នៅពេលនិយាយអំពីសម្លៀកបំពាក់អ្វីយល់ព្រមប៉ុន្តែអ្នកតើអ្នកអាចជួយខ្ញុំមួយបានទេម៉ាក់ខ្ញុំនឹកអ្នកណាស់ពេលឆ្នាំថ្មីចិត្តមកដល់មកផ្ទះជាមួយខ្ញុំនោះជាអ្វីដែលខ្ញុំត្រូវការខ្ញុំនឹងនាំអ្នកទៅផ្សារទំនើបដើម្បីទិញមុនបន្ទាប់មកឲ្យសម្លៀកបំពាក់ថ្មីទៅឪពុកម្ដាយខ្ញុំទិញអំណោយមួយចំនួននៅទីនេះកង្វល់និងចម្លែកណាស់មានច្រើនណាស់ខ្ញុំមិនចង់បានអ្វីដែលខ្ញុំមិនធ្លាប់ឃើញពីមុនមកទេវាបង្ហាញថាវាស្របនឹងសង្គមសម័យទំនើបកំពុងមើលទៅក្រៅកន្លែងត្រូវបានចាប់ដោយសត្វចម្លែកនៅពេលនោះពួកអាល្ងងអើយម៉ាក់អាចធ្វើវាបានដោយម្រាមដៃតែមួយអ្នកបានសម្អាតវាហើយបាតចាស់ប៉ុន្តែឥឡូវនេះយើងជាសង្គមមួយដែលគ្រប់គ្រងដោយនីតិរដ្ឋអ្នកមិនអាចទិញច្រើនហើយលក់បានតិចតួចទេមែនទេតោះទៅអ្នកអាចសាកល្បងវាបានប្រសិនបើអ្នកចូលចិត្តមិនចាំបាច់ទេគ្រាន់តែជួយខ្ញុំតាមដែលអ្នកចង់បានគ្រាន់តែចង់វាជាពីរផ្នែកសាកល្បងវាទាំងអស់ដោយដឹងថាតើវាសមរម្យឬអត់អ្នកអាចញ៉ាំវាដោយស្ងប់ចិត្តទម្លាប់ធ្វើពុតជាកំ pl ែងនេះខ្ញុំនឹងសាកល្បងតុបតែងមុខនៅពេលក្រោយទោះបីជាសម្លៀកបំពាក់នោះរាបស្មើក៏ដោយអ្នកត្រូវតែទិញឲ្យខ្ញុំបន្ថែមទៀតសម្លៀកបំពាក់នៅទីនោះដូចគ្នានឹងរបស់យើងដែរវាខុសគ្នានៅទីនោះហើយហេតើសម្លៀកបំពាក់របស់ស៊ីជូយ៉ាងដូចម្ដេចដែរវាមើលទៅល្អទេស្ត្រីស្រស់ស្អាតមើលទៅល្អនៅក្នុងអ្វីក៏បានស្ត្រីដ៏ស្រស់ស្អាតឲ្យនោះជាអ្វីដែលស្វាមីរបស់អ្នកបាននិយាយអ្នកពិតជាចូលចិត្តស្លៀកឈុតនេះណាស់សារជាឡាវមនុស្សក្នុងចិត្តគាត់ម្ដាយក្មេកនិងស្វាមីបានសន្យាជាមួយនាងសាកល្បងរៀនក្បាច់គុនតើនេះជាតេស្តប្រភេទអ្វីទៅក្មេងស្រីតើអ្នកមានលុយដើម្បីផ្ដល់ឲ្យវាទេតើអ្នកមានទម្លាប់អាក្រក់ក្នុងការទិញសម្លៀកបំពាក់មែនទេ